ចុះបើអភ័ក្រចំណាយពេលពេញមួយជីវិតធ្វើការនៅហាងដូណាត់អាយុ16ឆ្នាំនៅថ្ងៃអង្គារដ៏សាមញ្ញមួយពេលកំពុងដើរកាត់ហាងដូណាត់អភ័ក្របានឃើញសញ្ញាកំពុងរើសបុគ្គលិកបិទនៅនឹងកញ្ចក់នៅពេលដែលទ្វារដទៃទៀតក្នុងជីវិតរបស់អភ័ក្រត្រូវបានបិទជិតទ្វារមួយនេះបែរជាបើកចំហនេះគឺជាជំហានដ៏ធំដែលផ្លាស់ប្ដូរជីវិតរបស់អភ័ក្រអាយុ19ឆ្នាំវេនធ្វើការម៉ោង6ព្រឹកដៃកាន់ឈើជូតឥដ្ឋសម្អាតកាកសំណល់ដែលអ្នកដទៃបានបន្សល់ទុកក្នុងសប្តាហ៍ដដែលនោះអភ័ក្របានក្លាយជាបុគ្គលិកឆ្នាំប្រចាំខែអភ័ក្រថែមទាំងដោះរូបថតគ្រួសារចេញដើម្បីយកកន្លែងដាក់វិញ្ញាបនបត្រនោះទៀតផងអាយុ24ឆ្នាំមិត្តភក្តិចាស់ម្នាក់បានបើកឡានស៊េរីទំនើបមកឈប់ហើយសួរថាតើឯងនៅធ្វើការនៅទីនេះទៀតមែនទេអភ័ក្រឆ្លើយថាបាទមិត្តភក្តិម្នាក់នោះក៏ងក់ក្បាលបែបអល់ឯករួចបើកឡានចេញទៅអភ័ក្រក៏ត្រឡប់ទៅមើលឆ្នាំងបំពង់បារាំងវិញដោយគ្មានការសង្ស័យលើខ្លួនឯងសូម្បីតែបន្តិចអាយុ32ឆ្នាំបុគ្គលិកថ្មីម្នាក់សួរអភ័ក្រថាតើបងធ្វើដូចម្តេចទើបអាចរក្សាភាពស្ងប់ស្ងាត់បានបែបនេះអភ័ក្រក៏សម្លឹងមើលទៅចង្កានអាំងសាច់រួចនិយាយថាមនុស្សខ្លះកើតមកសម្រាប់ការងារនេះតែឯងមិនមែនម្នាក់ក្នុងចំណោមនោះទេក្មេងម្នាក់នោះក៏សុំប្ដូរកន្លែងធ្វើការនៅរសៀលថ្ងៃនោះតែម្ដងអាយុ45ឆ្នាំថ្នាក់លើបានហៅអភ័ក្រទៅជួបដោយផ្ដល់ឲ្យនៅសន្តាគារលំដាប់កាយ5និងប្រាក់ខែទ្វេដងអភ័ក្រគ្រាន់តែសួរថាតើខ្ញុំអាចយកឆ្នាំងបំពង់បារាំងរបស់ខ្ញុំទៅជាមួយបានទេពេលគេបដិសេធអភ័ក្រក៏មិនដែលតបទៅពួកគេវិញឡើយអាយុ65ឆ្នាំថ្ងៃចូលនិវត្តន៍អ្នកគ្រប់គ្រងបានយកកាដូមួយមកឲ្យវាគឺជាវេចឆាពណ៌មាសដែលមានចាឈ្មោះរបស់អភ័ក្រកាន់វានឹងដៃទាំងពីរទាំងញាប់ញ័រនេះគឺជាវត្ថុដំបូងគេបង្អស់ដែលមានឈ្មោះរបស់អភ័ក្រនៅលើនោះអភ័ក្រមិនដែលយំឡើយកាលពីពេលត្រូវបានគេបណ្តេញចេញពីសាលាប៉ុន្តែពេលនេះអភ័ក្រយំយ៉ាងខ្លាំងតើឈ្មោះអ្នកណាបន្ទាប់